អាចសូមគោរពជំរាបសួរពុកម៉ែបងប្អូនដែលកំពុងតាមដានទស្សនាវីដេអូ Channel កង្កែប3ថ្ងៃនេះខ្ញុំមកជំរាបជូនពុកម៉ែបងប្អូនថាខ្ញុំមកគាស់កម្រិតគុំបាទឥឡូវគាស់បានហើយដោយសារមានបងប្រុសគាត់នៅខាងសៀមរាបបាទគាត់ចង់បានថ្នាំពោកម្លាំងបាទជំនួយប្រភេទបាទអញ្ចឹងនេះជាកម្រិតគុំក៏បានហើយហើយតម្រៃ5ដកអត់បានដើមធំបាននេះដើមទូចពីដើមទូចតម្រៃ5ដកមើលអញ្ចឹងបាទហើយដល់ពេលរឹសវានេះធំឡើងទៅជារឹសវាញហ្មងហើយស្វិតបាទអញ្ចឹងពេលនៅទូចបែបនេះតម្រៃ5ដកបាទអញ្ចឹងនេះកម្រិតគុំបាទមើលបែបនេះពុកម៉ែបងប្អូនបើឆ្ងល់អាចពិនិត្យមើលបាននេះស្លឹកបាទស្លឹក3អញ្ចឹងឧទាហរណ៍បាទនេះស្លឹកទៅណាទៅឡំគ្នាបាទនេះបាទនេះកម្រិតគុំស្លឹកបែបហ្នឹងបាទនិយាយរួមទៅមកតួងស្លឹកមាន3ស្លឹកបាទ3ចេះបាទស្តៀងដើមស្ដែកដែរប៉ុន្តែនៅក្នុងព្រៃវិញបាទហើយចំណែកមើមក្នុងដីបែបនេះពុកម៉ែបងប្អូនបាទនេះមើមហើយចាស់រឿងល្វីងបាទពោកម្លាំងបើខ្ចីផ្អែមឆ្ងាញ់ដូចបែកគក់អញ្ចឹងបាទហើយនេះតម្រៃ5ដកក៏ស្លឹក3ដូចគ្នាដែរបាទពុកម៉ែបងប្អូនបាទតម្រៃ5ដកនេះស្លឹកចេះបាទនេះស្លឹករឿងវែងជាងតូចជាងហើយមើមចេះទេបាទតម្រៃ5ដកមើមបែបហ្នឹងបាទហើយរឹសប៉ុន្តែផ្នែកប្រើប្រាស់យើងអាចយកទាំងមើមយកទាំងរឹសបាទអញ្ចឹងក៏សូមជម្រាបជូនពុកម៉ែបងប្អូនផងដែរថាបើសិនជាពុកម៉ែបងប្អូនត្រូវការថ្នាំផ្សេងខាងខ្ញុំមិនមែនមានតែកម្រើកគុំឬតម្រៃ5ដកនោះទេខ្ញុំមានច្រើនមុខបាទទាំងថ្នាំព្យាបាលកាពះពោះវៀនថ្នាំព្យាបាលរោគស្ត្រីឬដងបាតឬថ្នាំផ្សេងទៀតបាទមានឲ្យទៅពុកម៉ែបងប្អូនកំងបាទតែសូមជម្រាបជូនពុកម៉ែបងប្អូនអំពីប្រសិទ្ធភាពនៃថ្នាំជំនួយទៅភេទដូចជាថ្នាំជំនួយកម្លាំងនេះកម្រើកគុំធ្វើត្រជាក់សាច់បាទផ្នែកកម្រើកគុំនេះបាទធ្វើត្រជាក់សាច់ហើយមានកម្លាំងតម្រៃ5ដកនេះជំនួយសរសៃបាត់ឈឺក្បាលអញ្ចឹងគុណប្រយោជន៍នៃថ្នាំគឺផ្សេងពីគ្នាចំណែកកបីត្រុសនិងកម្រើកត្រៀតធ្វើឲ្យមានអារម្មណ៍ប្រភេទបាទមានអារម្មណ៍ហ្មងហើយត្បាល់ដែកអង្រែដែកត្រូវដាក់ចូលដើម្បីឲ្យមានកម្លាំងអត់ឈឺខ្លួនបាទបាត់ឈឺកេះឈឺខ្នងអីហ្នឹងបាទកបីចូលដីធ្វើមានកម្លាំងពេញខ្លួនធ្វើការជិះហត់អញ្ចឹងនៅពេលដែលយើងបូកចូលគ្នាជាមួយថ្នាំផ្សេងទៀតទៅធ្វើឲ្យយើងនឹងរួមភេទបានយូរហើយមានកម្លាំងខ្លាំងធ្វើការហាលថ្ងៃមិនសូវចេះចាញ់ថ្ងៃទេបាទហើយក៏សូមជម្រាបជូនពុកម៉ែបងប្អូនថាបើសិនជាចង់ប្រើប្រាស់នៅថ្នាំខ្មែរបុរាណសូមទាក់ទងមកខ្ញុំតាមលេខទូរស័ព្ទ097 31 13 046 069 30 21 88ឬក៏អាចចូលមកកាន់ Facebook ឆៃលៀងនិង Page គ្រូសេងថ្នាំឆ្នាំងឬក៏អាចទាក់ទងតាម Telegram តាមរយៈលេខ097 31 13 046ដែលមានឈ្មោះថាគ្រូសេងថ្នាំឆ្នាំងដូចគ្នាបាទហើយក៏សូមអរគុណចំពោះពុកម៉ែបងប្អូនដែលខំចំណាយពេលវេលាក្នុងការតាមដានទស្សនាវីដេអូរបស់ខ្ញុំសូមជូនពរពុកម៉ែបងប្អូនមានសំណាងល្អមានសុខភាពល្អរកស៊ីមានបាននិងអាយុវែងយឺនយូរបាទសូមអរគុណសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយទៀតបាទសូមអរគុណ